ក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញបានបើកកិច្ចប្រជុំលើកទី2នាព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2012នេះនៅទីស្នាក់ការរាជធានីភ្នំពេញដែលមានសមាជិកចូលរួមចំនួន30នាក់មកពីអង្គការ ACAR ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់គណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ NCPD សាកលវិទ្យាល័យមេគង្គកម្ពុជាអង្គការ UN Habitat កម្ពុជានិងតំណាងសហគមន៍សុខដុមរមនាកម្ពុជាទាំង6ភូមិភាគនៅក្នុងប្រទេសកម្ពុជារបៀបវរៈសំខាន់ដែលលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះរួមមានសង្ខេបរបាយការណ៍សកម្មភាពការងាររបស់មូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ2012ផែនការសកម្មភាពចម្បងចំពោះមុខរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនិងពិនិត្យអនុម័តលើគម្រោងស្នើឡើងរបស់សហគមន៍សម្រាប់សកម្មភាពឆ្នាំថ្មីបន្តលោកសុកវិសានាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្របានមានប្រសាសន៍ថាឆ្នាំ2012នេះបណ្ដាញសហគមន៍សុខដុមរមនាកម្ពុជាយន្តការអភិវឌ្ឍសហគមន៍ CDS ខេត្តក្រុងទាំងអស់បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍទាំងក្នុងនិងក្រៅប្រទេសជួយជ្រោមជ្រែងដល់យន្តការសហគមន៍ទាំងចាស់និងថ្មីឲ្យដំណើរការទៅមុខប្រកបដោយភាពរលូនលើការកែលម្អសហគមន៍ការសន្សំប្រាក់ការបង្វិលឥណទានមុខរបរសម្រាប់បង្កើនជីវភាពប្រចាំថ្ងៃជាងនេះទៅទៀតក្រុមការជ្រោមជ្រែងពីម្ចាស់មូលនិធិក្រៅប្រទេសអង្គការ ACAR តាមរយៈកម្មវិធីសម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅកាត់ថា AK មូលនិធិ CDS ភ្នំពេញកាន់តែមានសមត្ថភាពធ្វើឡើងមួយកម្រិតថែមទៀតនៅក្នុងការជួយដល់បណ្ដាញរបស់ខ្លួនទាំងនៅក្នុងទីក្រុងនិងតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាធ្វើឲ្យសហគមន៍អ្នកក្រីក្រជាច្រើនកាន់តែទទួលបានភាពកក់ក្ដៅលើការរៀបចំសុវត្ថិភាពដីធ្លីផ្ទះសម្បែងបង្កើនសមត្ថភាពសង្គមសង្គ្រោះកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅក្នុងសហគមន៍ក្នុងទីក្រុងរួមទាំងការអនុវត្តគោលការណ៍សហគមន៍បៃតងបង្កើនបរិស្ថានធម្មជាតិឲ្យកាន់តែប្រសើរជាងមុន